អភិបាលខេត្តពោធិ៍សាត់បញ្ជាក់ជូនអំពីការត្រៀមកម្លាំងនិងមធ្យោបាយសរុបដើម្បីជំនះប្រជាពលរដ្ឋចេញពីតំបន់ព្រំដែនឃុំថ្មដាក្នុងករណីចាំបាច់ណាមួយកើតឡើងឯកឧត្តមខូរ៉េដាអភិបាលខេត្តពោធិ៍សាត់និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅរសៀលថ្ងៃទី14ខែមិថុនាឆ្នាំ2025នេះបានឲ្យដឹងថាខេត្តពោធិ៍សាត់បានត្រៀមកម្លាំងសរុបមធ្យោបាយសរុបព្រមទាំងស្បៀងនិងទីតាំងសុវត្ថិភាពដើម្បីជំនះប្រជាពលរដ្ឋចេញពីតំបន់ព្រំដែនឃុំថ្មដាស្រុកវាលវែងក្នុងករណីចាំបាច់ណាមួយកើតឡើងនេះបើតាមការបញ្ជាក់របស់ឯកឧត្តមខូរីដាក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពតាមតំបន់ព្រំដែនកម្ពុជាថៃក្នុងឃុំថ្មដាស្រុកវាលវែងដែលបណ្ដាញព័ត៌មានទើបនឹងទទួលបាននៅមុននេះបន្តិចគួរជម្រាបជូនថាស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហាក់កើនកម្ដៅបន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅភាគីថៃតាមការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025កន្លងទៅទាក់ទងនឹងវិវាទព្រំដែនជាមួយថៃនៅតំបន់មុំ3ប្រាសាទតាមុនធំតាមុនតូចនិងតាក្របីដែលកម្ពុជាគ្រោងនៅរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ យ៉ាងណាមិញចំពោះបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់ឃុំថ្មដាហាក់មិនទាន់មានបញ្ហាធំនៅឡើយទេនេះដោយសារតែភូមិសាស្ត្ររដ្ឋបាលឃុំថ្មដាអំណោយផលខ្ពស់ហើយឃុំថ្មដាពុំទាន់មានច្រកតំបន់ឬច្រកអន្តរជាតិនៅឡើយដែរពលគឺមានតែច្រករបៀងឬថៃហៅថាច្រកធម្មជាតិតែទោះបីជាយ៉ាងណាក្តីនេះគឺដំណាក់កាលដែលបងប្អូនជនរួមជាតិត្រូវរួបរวมសាមគ្គីគ្នាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយើងក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលាហើយយើងក៏ត្រូវនាំគ្នាផ្ដល់ការលើកទឹកចិត្តគ្រប់បែបយ៉ាងដល់វីរៈកងទ័ពនៅសមរភូមិមុខផងដែរចំពោះបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលគឺរដ្ឋបាលខេត្តបានត្រៀមលក្ខណៈជាស្រេចសម្រាប់រំដោះប្រជាជនដែលនៅជាប់នឹងបន្ទាត់ព្រំដែនថៃនេះយើងដឹងហើយថាខេត្តពោធិ៍សាត់របស់យើងគឺមានចម្ងាយពីទីរួមខេត្តមកដល់ខ្សែបន្ទាត់ព្រំដែននេះ180គីឡូជាងបាទ184គីឡូជាងអញ្ចឹងយើងគិតថាចម្ងាយឆ្ងាយណាស់បើសិនជាមានកើតហេតុអីណាមួយដោយចៃដន្យណាមួយនោះគឺយើងធ្វើដំណើរពីនោះមកដល់នេះគឺឆ្ងាយអញ្ចឹងរដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចដែលយើងមានរថយន្តគ្រប់ប្រភេទទាំងអស់ដែលយើងត្រៀមនៅទីនេះគឺ170រថយន្តជាងទាំងឯកជនទាំងបរិវត្តដែលយើងត្រៀមមកដល់គៀកនៅក្នុងទីតាំងភូមិសាស្ត្រឃុំថ្មដាដែលជាប់ព្រំដែនប្រទេសថៃនេះគឺក្នុងគោលបំណងតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺធ្វើម៉េចចល័តប្រជាពលរដ្ឋរបស់យើងឲ្យផុតអំពីបញ្ហាប្រឈមនានាដែលកើតដោយយថាហេតុនេះបញ្ហាចម្បងទី1ទី2គឺយើងបានត្រៀមទីតាំងសវត្ថិភាពបាទទីតាំងសវត្ថិភាពគឺយើងជំលះពួកគាត់ចេញពីបន្ទាត់ព្រំដែននេះចម្ងាយ75គីឡូយើងយកទៅដាក់នៅទីប្រជុំជននៅឃុំប្រមោយទីរួមស្រុកបាទយើងរៀប5កន្លែងហើយ5កន្លែងទាំងអស់នេះយើងមានកន្លែងស្នាក់នៅមានកន្លែងបន្ទប់ទឹកយើងមានតាមពីស្បៀងអាហារសម្រាប់ជួយអន្តរាគមន៍មានទាំងក្រុមគ្រូពេទ្យរថយន្តអន្តរាគមន៍របស់ក្រុមគ្រូពេទ្យហើយរថយន្តសម្រាប់ពិនិត្យព្យាបាលនៅក្នុងរថយន្តធំដែលយើងមានស្រេចដូចចំនួន2គ្រឿងបាទសម្រាប់ហើយយើងរៀបចំមន្ទីរពេទ្យបង្អែកហ្នឹងគឺកំពុងតែរៀបចំបើសិនជាមានបញ្ហាធ្ងន់ធ្ងរណាមួយនោះគឺយើងមានបន្ទប់ជួយសង្គ្រោះទាំងអស់អញ្ចឹងរដ្ឋបាលខេត្តក្នុងនាមគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តនេះគឺយើងបានរៀបចំរួចជាស្រេចអស់ហើយសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរបស់យើងដែលនៅតាមបន្ទាត់ព្រំដែននេះហើយប្រជាជនដែលនៅទីនេះយើងមាន826គ្រួសារបាទបើយើងគិតពីចំនួនមនុស្សគឺ3028នាក់បាទអញ្ចឹងរថយន្តដែលយើងត្រៀមអន្តរាគមន៍នេះទាំងបោះរដ្ឋទាំងបោះឯកជនទាំងបោះមន្ទីរអង្គភាពនេះគឺយើងត្រៀមតម្រូវជាមួយប្រជាពលរដ្ឋដែលនៅទីនេះរួចជាស្រេចហើយបើសិនជាមានការចាំបាច់ណាមួយនោះគឺយើងអន្តរាគមន៍ភ្លាមតែម្ដង
ស្ថានភាពនៅតាមប្រទេសព្រំដែនដែលយើងទទួលបានពីកងទ័ពជួរមុខរបស់យើងគឺมันមានអីដែលគួរឲ្យចាប់អារម្មណ៍ពេកនោះទេព្រោះភាគីទាំងពីរដោយអត់មានទាន់មានអីឡើងកម្ដៅអីធ្វើឲ្យមានលក្ខណៈដែលថាត្រូវប៉ះពាល់គ្នានៅឡើយទេគ្រាន់ថានៅតាមប្រទេសព្រំដែននេះយើងបិទការចេញចូលទំនិញអីទាំងអស់ហ្នឹងគឺយើងបិទអានោះបាទខ្ញុំគ្រាន់តែចូលរួមចំណែកមួយដែលក្នុងនាមជាអាជ្ញាធរខេត្តគឺអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងឲ្យមានលក្ខណៈប្រុងប្រយ័ត្នពិសេសគឺទ្រព្យសម្បត្តិផ្ទាល់ខ្លួនគឺយើងត្រៀមដាក់នៅក្នុងវិចខ្ចប់អីទុកស្រេចបើមានស្ថានភាពកើតឡើងគឺយើងទាញអាហ្នឹងឡើងរថយន្តគឺយើងបំលាស់ទី1ទី2អ្នកដែលនៅគៀកជាមួយនឹងពិសេសកន្លែងគ្រួសារកងទ័ពដែលនៅជាគៀកនឹងខ្សែបន្ទាត់ព្រំដែនគាត់ស្ម័គ្រចិត្តទៅខ្លួនគាត់រួចស្រេចហើយប្រហែលជាចំនួនប្រហែលជា200អ្នកហ្នឹងគឺបានគាត់ចេញផុតពីទៅខ្លួនគាត់បាត់ហើយយើងអត់បាច់នេះគាត់ទេព្រោះគាត់នៅជួរមុខហើយក្នុងនេះក៏យើងមានការរៀបចំរចនាសម្ព័ន្ធមួយសម្រាប់អន្តរាគមន៍គឺមានអភិបាលរងខេត្តដែលគាត់នៅឈរទីនេះគឺមករៀប2ថ្ងៃហើយបាទមករៀបនៅកន្លែងនេះ2ថ្ងៃហើយនៅប្រចាំការនៅចាំជួយអន្តរាគមន៍ហើយរថយន្តនេះពេលមានស្ថានភាពកើតឡើងគឺបើកទៅរកគោលដៅដែលយើងបានកំណត់ទុកស្រេចហើយប្រជាជនយើងមកដល់គោលដៅហ្នឹងគឺឡើងរថយន្តគឺចេញទៅម្ដងបាទចេញទៅដល់នោះគឺយើងមានទាំងស្បៀងមានទាំងអីអន្តរាគមន៍គ្រប់ចំជួយទាំងអស់បាទយើងទាំងអស់នេះគឺយើងបង្ការខ្លាចវាមានកើតឡើងយើងបាត់ម្ចាស់ការតែយើងបានត្រៀមរួចហើយម្ចាស់ការរបស់យើងមានប្រជាជនយើងមានសុវត្ថិភាពនេះជារឿងល្អបំផុតសម្រាប់ខេត្តពោធិ៍សាត់របស់យើងដែលយើងជួយអន្តរាគមន៍ដល់ប្រជាជនរបស់យើងបាទអូបញ្ហាអគ្គិសនីបញ្ហាប្រព័ន្ធអ៊ីនធឺណិតបញ្ហាទឹកភ្លើងអីទាំងអស់នេះគឺអត់មានពាក់ព័ន្ធអីជាមួយនឹងភាគីប្រទេសថៃទេនៅខេត្តពោធិ៍សាត់ឃុំថ្មដានេះគឺយើងប្រើរបស់យើងទេបាទទាំងអស់